បាទពុកម៉ែបងប្អូននេះក្រោយពីយើងបានរៀបចំអង្កាមជាលក្ខណៈគេហៅថាកលងនៅខាងកដាលយើងធ្វើរបៀបដូចជាបាតផ្ទះអញ្ចឹងបាទអញ្ចឹងទៅក៏យើងរៀបចំអស់កតិចអស់អីឈើងាប់អីរបៀបនេះបងប្អូនអាចធ្វើរបៀបនឹងបានអញ្ចឹងនៅពេលដែលធ្វើរបៀបនេះហើយយើងយកដាច់កេះរកភ្លើងអីដុតវាទៅបាទហើយនេះខ្ញុំរៀបអង្កាមចំនួន 2B សិនបាទ 2B សិនដើម្បីយើងរៀបឲ្យទៅជាលក្ខណៈបែបហ្នឹងអញ្ចឹងបន្ទាប់ពីយើងរៀបអញ្ចឹងហើយយើងកាច់មែកកតិចឈើងាប់ដែលយើងវាងាយនឹងឆេះទៅយើងរបៀបដូចយើងពួកភ្លើងគោបងប្អូនយើងចាស់ទុំដែលគាត់នៅតាមស្រុកស្រែជនបទដែលគាត់ពួកភ្លើងគោយប់ឡើងអីហ្នឹងបាទយើងធ្វើលក្ខណៈអញ្ចឹងបាទអញ្ចឹងនៅពេលយើងធ្វើអញ្ចឹងហើយយើងដុតនេះយកភ្លើងដាច់កេះអីដុតទៅដុតអានឹងឲ្យឆេះទៅឆេះពេលវាឆេះហើយយើងនឹងយកអង្កាមដែលយើងនេះយើងវាតឲ្យចូលតិចទៀតវានឹងចាប់ផ្ដើមឆេះអង្កាមតិចម្ដងហើយបន្តមកទៀតក្រោយពីឆេះតិចម្ដងហើយចាំយើងដាក់អង្កាមតាមចិត្តចង់របស់យើងចង់ដុតធ្វើរបៀបនេះយើងចង់ដុត 10B ក៏បាន 20B ក៏បាន 30B ក៏បានដែរអាស្រ័យលើពុកម៉ែបងប្អូនដែលមានពេលវេលានៅក្នុងការមើលវាដែរបាទពីព្រោះវាត្រូវការចំណាយពេលយូរដែរបាទឧទាហរណ៍ដូចដែលខ្ញុំដុតនេះយប់មិញនេះខ្ញុំដុតប្រហែលជាកដាលយប់បាទអាចខ្ញុំភ្លេចមើលម៉ោងទៅប្រហែលជាក្នុងល្បាក់ម៉ោង10ម៉ោង11យប់បាទដុតទៅហើយស្អែកឡើងតតែម៉ោង11 12ថ្ងៃត្រង់បាទបានវាឆេះសពមិនសពទេវាទៅជាលក្ខណៈធ្យូងប៉ុណ្ណឹងបាទខ្ញុំផលុតវាហើយវិធីផលុតយើងអត់មានអីក្រៅតែពីទឹកទេបងប្អូនបាទអញ្ចឹងសូមបញ្ជាក់ជូនបងប្អូនពុកម៉ែបងប្អូនដែរថាដុតអង្កាមនេះគឺយើងធ្វើយ៉ាងណាឲ្យនៅចិត្តប្រភពទឹកបាទចិត្តប្រភពទឹករបៀបមិនក៏បានដែរឲ្យតែយើងអាចដងវាឬក៏បាញ់ស្រោចវាដើម្បីផលុតអង្កាមនឹងកុំឲ្យឆេះទៀតទៅគឺនឹងគឺអូខេហើយតែបើយើងស្រោចទឹកអត់សពទេវាអាចយើងទុកយូរទៅពេលខ្លះយើងគិតថាវាស្ងួតវាលុតហើយប៉ុន្តែវានៅងុំនៅក្នុងហ្នឹងអាចយើងភ្លេចខ្លួនវាឆេះសពអស់ទៅជាផេះវិញបាទវាលែងទៅជាជូរអង្កាមបាទអញ្ចឹងនេះយើងក៏លេចមកវិធីសាស្ត្ររបស់យើងវិញហើយតិចទៀតនេះខ្ញុំនឹងដុតឲ្យពុកម៉ែបងប្អូនមើលហើយយើងនឹងតាមដានទាំងអស់គ្នាតទៅទៀតបាទ